ខ្ញុំក៏ចង់សួរទៅបងប្អូនវិញថាយើងបាញ់លុយលឹះទៅគេមានភ័ស្តុតាងត្រឹមត្រូវតាមទូរស័ព្ទហើយម្ចាស់សុំទៅដកវិញហេតុអ្វីបានជាអ្នកលក់នឹងមិនព្រមឲ្យតើមានទេតើការ៉ាសាំងមួយនឹងគួរឲ្យខ្លាចទេនៅពេលអតិថិជនបាញ់លុយលឹះហើយទៅសុំដកវិញមិនបាននោះហើយតាមស្ដាប់ទៅលុយតែ 15000 រៀលទេដែលធ្វើឲ្យចលាចលមួយប្រទេសបាញ់លូតចូល2ដងវិញអត់ឲ្យវិញបានតែឡើយឲ្យមើល24ម៉ោងទេ25ម៉ោងទេខ្ញុំក៏ទៅរឿងនេះទៅទេតែពង្រីកឲ្យផ្អើលមកប្រទេសហ្នឹងគឺជារឿងធំមួយសម្រាប់អ្នកលក់ធ្វើបែបនេះអ្នកលក់ធ្វើបែបនេះគឺជាគំរូដ៏ខុសធ្ងន់ធ្ងរមួយសម្រាប់ការ៉ាសាំងឬក៏លក់នៅផលិតផលផ្សេងៗមួយចំនួនទៀតបើធ្វើបែបនេះអតិថិជននឹងខ្លាចសម្រាប់បទពិសោធន៍ខ្ញុំវិញខ្ញុំក៏ធ្លាប់ចាក់សាំងហើយបាញ់លុយឲ្យលឺឲ្យគេដែរហើយរយៈពេល5ថ្ងៃឯណោះខ្ញុំទៅសុំគេវិញគេឲ្យគេដឹងពេលយើងចាក់ហើយយើងចេញមកផុតបន្តិចគេដឹងថាលុយនឹងលឺគេក៏អត់ប្រកែកដែរអ្នកលក់នេះអតិថិជនគឺយើងអាចសរសើរថាអ្នកលក់នឹងគឺចំណាប់ចំនួនហើយអ្នកចូលទៅទិញអតិថិជននឹងក៏រឹតតែច្រើនដែរដោយសារអ្នកលក់នឹងល្អកាលពីម្សិលមិញខ្ញុំចាក់សាំងនៅក្រាសាំងតូតាល់នៅម្ដងមកវិញស្រេងមកដោយសារពេលហ្នឹងកងធនាគារ slow អញ្ចឹងខ្ញុំបាញ់ចូលគាត់2ដងអញ្ចឹងដល់ពេលទៅទាគាត់ថាលើ24ម៉ោងលេងឲ្យវិញអញ្ចឹងសុំបងប្អូនមួយតាមក្រាសាំងឲ្យតែយើងបាញ់លុយច្រឡំ2ដងអញ្ចឹងលើ24ម៉ោងគេលេងឲ្យវិញក៏មិនបងប្អូនប្រហែលជាគិតដូចខ្ញុំដែរវាមិនដែលបាញ់លឺឲ្យគេហើយបើជាទៅសុំគេដែលមានឯកសារត្រឹមត្រូវមានភស្តុតាងត្រឹមត្រូវមិនឲ្យវិញនឹងវាគ្មានទេមានតែអ្នកលក់នេះគឺសាហាវតែម្ដងខ្ញុំគិតថាអញ្ចឹងអ្នកលក់នេះគឺជាមនុស្សចង់បានរបស់គេសំបីតែលុយ15000ក៏ចង់បានចុះតម្រាំនឹងរបស់ធំទៀតប្រហែលចង់បានប៉ុណ្ណានេះបងប្អូនប្រហែលជាយល់ដូចខ្ញុំអញ្ចឹងវាគួរឲ្យខ្មាស់អៀនដល់បងប្អូនមួយចំនួនដែលបានរឹសបានកាបូបលុយរហូតមានលុយច្រើនហើយមានតាក់ញៀនបានហើយអំពាវនាវឲ្យម្ចាស់មកយកវិញដោយសារភាពមេត្តាភាពអាណិតភាពអាសូរដល់អ្នកដទៃគួរឲ្យខ្មាស់អៀនដល់ពួកគាត់ហើយនេះការ៉ាសាំងនៅមួយកន្លែងមិនមែនដើរទេរកស៊ីមិនមែនមួយថ្ងៃទេហេតុអ្វីបានធ្វើបែបនេះវាគួរឲ្យស្ដាយគំនិតនេះបំផុតអញ្ចឹងខ្ញុំគិតថាអ្នកលក់ដឹងថាគេបាញ់លុយឲ្យលើសហើយអ្នកអតិថិជនក៏ដឹងថាបាញ់លុយឲ្យលើសដែរហេតុអ្វីបានគាត់មិនឲ្យវិញអានេះជាចំណុចមួយដែលបងប្អូនគិតពិចារណាទាំងអស់គ្នាហើយកុំថាវីដេអូនេះស្ងាត់ស្ងៀមមកបងប្អូនអត់ស្ងាត់ទេប្រហែលជាផ្អើលគ្រប់គ្នាហើយមានការចុះកិច្ចសន្យាណាមួយឲ្យតាមខ្ញុំគិតមើលសម័យនេះមិនមែនសម័យធ្វើតាមខ្លួនឯងនឹកឃើញនោះទេ